នៅក្នុងភូមិតូចមួយដ៏ស្ងប់ស្ងាត់នៃខេត្តបាត់ដំបងមានផ្ទះមួយខ្នងស្ថិតនៅជាប់នឹងរបងវត្តយ៉ាងកៀកវាហាក់ដូចជាផ្ទះដែលរស់នៅដោយសុខសាន្តប៉ុន្តែបែរជាត្រូវបានប្រឈមមុខនឹងរឿងរ៉ាវដែលគ្មាននរណានឹកស្មានដល់ក្នុងអំឡុងពេលមានពិធីបុណ្យសពធម្មតាមួយនៅផ្ទះខាងក្បែររបងវត្តយប់មួយបន្ទាប់ពីសម្លេងសូត្រធម៌បុណ្យសពបានស្ងប់ស្ងាត់ទៅសម្លេងខ្យល់ដែលធ្លាប់តែបក់រវិចក៏បាត់សូន្យឈឹងហើយនៅក្នុងភាពស្ងៀមស្ងាត់នោះស្រាប់តែមានសម្លេងអ្វីម្យ៉ាងបន្លឺចេញពីសាលាតម្កល់សពវាជាសម្លេងដូចជាមាននរណាម្នាក់គោះចេញពីខាងក្នុងក្តារមឈូសគោះកុកកុកកាក់កាក់សម្លេងគោះកុកកុកកាក់កាក់យ៉ាងច្បាស់ហាក់ដូចជាអ្នកដែលនៅខាងក្នុងមិនទាន់បានចាក់ចេញទៅពិតមែនរឿងនេះគឺជាហេតុការណ៍ពិតដែលបានកើតឡើងចំពោះបរិសម្នាក់ដែលផ្ទះរបស់គាត់នៅជាប់នឹងកន្លែងបុណ្យសពល្មមហើយគាត់បានឃើញអ្វីដែលមិនគួរឃើញបំផុតក្នុងជីវិតមុននឹងទៅស្ដាប់រឿងរ៉ាវពេញសូមបងប្អូនជួយចុច like ជួយ subscribe Channel SM Story ម្នាក់មួយផងណាដើម្បីទទួលបានរឿងខ្មោចបន្តទៀតរឿងនេះបានកើតឡើងកាលពីប្រហែល3ឆ្នាំមុនក្នុងភូមិតូចមួយនៅខេត្តសៀមរាបភូមិនោះស្ងប់ស្ងាត់រហូតដល់ថ្នាក់ឮសំឡេងស្លឹកឈើជ្រុះតួអង្គឯកក្នុងរឿងនេះគឺណាន់បរិសវ័យ36ឆ្នាំដែលទើបត្រឡប់មកពីរាជធានីភ្នំពេញដើម្បីមកសួរសុខទុក្ខម្ដាយដែលកំពុងឈឺគាត់មានបំណងស្នាក់នៅតែប្រហែលថ្ងៃប៉ុណ្ណោះប៉ុន្តែបែរជាត្រូវជួបហេតុការណ៍ដែលផ្លាស់ប្ដូរទស្សនៈរឿងខ្មោចរបស់គាត់អស់មួយជីវិតយប់ដំបូងត្រឡប់មកវិញគាត់ឃើញមានពិធីបុណ្យសពតម្កល់នៅក្នុងសាលាវត្តដែលមានចម្ងាយពីរបងផ្ទះគាត់មិនដល់10ម៉ែត្រផងសម្លេងសូត្រធម៌បលើឡើងឮរហូតដល់ក្នុងផ្ទះហាក់ដូចជាមកសូត្រនៅក្នុងបន្ទប់ជាមួយគ្នាមីងភីមអ្នកចិត្តខាងដែលស្និទ្ធស្នាលនឹងម្ដាយរបស់គាត់បានដើរមកប្រាប់គាត់តិចក្នុងទឹកមុខអាកបាំងថាសពនេះមិនធម្មតាទេណាន់គាត់ស្លាប់នៅកណ្ដាលវាលស្រែប៉ុន្តែគ្មាននរណាម្នាក់ដឹងថាដោយសារមូលហេតុអ្វីយប់ដំបូងដែលយកសពមកតម្កល់ឆ្កែវត្តព្រុសពេញមួយយប់ណាន់មិនសូវជឿរឿងខ្មោចទេប៉ុន្តែសម្ដីមីងភីមបានធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តពេលវេលាកន្លងផុតទៅរហូតដល់យប់ជ្រៅប្រហែលម៉ោង2រំលងអាធ្រាត្របន្ទាប់ពីពិធីស្ងប់ស្ងាត់ទៅខ្យល់ក៏បាត់ឈឹងអាកាសធាតុស្ងាត់ជារងំគួរឲ្យខ្លាចហាក់ដូចជាភូមិទាំងមូលឈប់ដកដង្ហើមព្រមគ្នាភ្លាមនោះសំឡេងម្យ៉ាងបន្លឺចេញពីសាលាវត្តយ៉ាងច្បាស់រហូតដល់ណាន់ភ្ញាក់ព្រឹតកុកកុកកាក់កាក់វាជាសំឡេងគោះឈើហើយវាមិនមែនជាសំឡេងមកពីខាងក្រៅទេប៉ុន្តែឮដូចជាគោះមកពីខាងក្នុងមឈូសគាត់ព្យាយាមរកហេតុផលថាប្រហែលជាឈើវាក្រញែងឬមានសត្វរត់បុកប៉ុន្តែសំឡេងនោះបន្លឺឡើងតាមចង្វាក់ដូចជាមនុស្សកំពុងគោះសំចេញមកក្រៅណាន់ឈរស្ដាប់នៅក្រោយផ្ទះបេះដូងលោតញាប់រហូតដល់ថ្នាក់ឈឺទ្រូងកាលណាគាត់សម្លឹងទៅសាលាវត្តក្នុងភាពងងឹតគាត់កាន់តែមានអារម្មណ៍ដូចជាមាននរណាម្នាក់ឈរនៅក្នុងស្រមោលក្បែរសសរក្បែរមឈូសស្រមោលនោះខ្ពស់ស្គមមិនកម្រើកប៉ុន្តែបែរមុខមករកគាត់ចំតែម្ដងគាត់ញីភ្នែកព្យាយាមមើលឲ្យច្បាស់ប៉ុន្តែស្រមោលនោះក៏សសើរសន្សឹមដើរថយក្រោយបាត់ចូលទៅក្នុងជ្រុងងងឹតនៃសាលាព្រឹកឡើងណាន់បានដើរទៅសួរព្រះចៅអធិការវត្តព្រះគ្រូសច្ចាក្រែងលោមានអ្នកណានៅក្នុងវត្តឬសំឡេងដោយគាត់ដែរប៉ុន្តែព្រះតេជគុណមានភក្ត្រាពិបាកក្នុងព្រះតីរួចមានសង្ឃដីកាថាសពនេះមិនទាន់ស្ងប់ទេយប់ដំបូងដែលយកមកតម្កល់អាត្មាក៏ឮសំឡេងដូចគ្នាប៉ុន្តែយើងត្រូវធ្វើពិធីឲ្យគ្រប់ដើម្បីឲ្យគាត់ទៅបានសុខសំឡេងព្រះតេជគុណដូចជាអ្នកដែលដឹងរឿងច្រើនជាងអ្វីដែលមានសង្ឃដីកាប៉ុន្តែមិនចង់ឲ្យអ្នកភូមិផ្អើលយប់ទី2សំឡេងសូត្រធម៌នៅតែបន្តនៅពីមុខមឈូសមានទៀនពីរដើមអុចបំភ្លឺប៉ុន្តែនៅពេលយប់ជ្រៅណាន់ឃើញពន្លឺទៀនរលត់ឯងព្រមគ្នាទាំងពីរដើមទោះបីជាគ្មានខ្យល់បក់ហើយសាលាក៏បិទជិតក៏ដោយបន្ទាប់ពីទៀនរលត់សំឡេងគោះក៏ត្រឡប់មកវិញម្ដងទៀតកុកកុកកាក់កាក់លើកនេះមានសំឡេងអូសអ្វីម្យ៉ាងនៅលើឥដ្ឋហាក់ដូចជាសពកំពុងកម្រើកខ្លួនក្នុងមឈូសព្យាយាមលើកដៃឡើងពេលនោះមីងភីមដើរកាត់ក្រោយផ្ទះណាន់ចំពេលដែលគាត់កំពុងមើលទៅសាលាគាត់ដកដង្ហើមធំរួចនិយាយថាគាត់មិនទៅងាយទេណាន់គាត់នៅមានរឿងជំពាក់ក្នុងចិត្តកាលពីស្លាប់ទៅមិនដឹងថាអ្នកណាជាអ្នកធ្វើណាន់ព្រឺសបល់ខ្ញាក់
รูปเปียทาเนี่ยนาทวមានន័យថានេះមិនមែនជាគ្រោះថ្នាក់ចៃដន្យឬជាជំងឺឡើយប៉ុន្តែជាការសម្លាប់ម៉ោង 7:03 ទៀបភ្លឺភ្លៀងចាប់ផ្ដើមធ្លាក់រលឹមសំឡេងដំណក់ទឹកភ្លៀងនៅលើដំបូលលាយឡំជាមួយនឹងសំឡេងដែលនៅសេសសល់ពីវត្តបង្កើតជាបរិយាកាសព្រឺព្រួចដែលមិនអាចពិពណ៌នាបានស្រាប់តែមានសំឡេងជើងដើរមកក្បែររបងផ្ទះគាត់កឹក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 វាមិនមែនជាសំឡេងដើររបស់មនុស្សធម្មតាទេប៉ុន្តែជាសំឡេងដើរអូសជើងខុសចង្វាក់ដូចជាជើងនរណាម្នាក់បាក់ណាន់ឈប់ងងៀតព្យាយាមដកដង្ហើមតិចតិចរួចដើរទៅអើតមើលតាមបង្អួចពន្លឺភ្លើងវត្តព្រាលព្រាលបានជាឲ្យឃើញស្រមោលមនុស្សដើរខ្ញាល់ខ្ញាល់នៅជុំវិញសាលារួចបែរមុខមកមើលផ្ទះរបស់គាត់ទោះបីជានៅឆ្ងាយពីគ្នាជាច្រើនម៉ែត្រប៉ុន្តែគាត់ឃើញក្បាលរបស់ស្រមោលនោះផ្អៀងមកខាងដូចជាកបាក់ទៅមកខាងណាន់បិទវាំងននភ្លាមភ្លាមបេះដូងលោតសឹងធ្លាចេញមកក្រៅគាត់ដឹងយ៉ាងច្បាស់ក្នុងចិត្តថាខ្មោចនៅក្នុងបន្ទប់នោះមិនមែននៅក្នុងសាលាទៀតទេវានឹងចេញមកដើរខាងក្រៅហើយវាក៏បានឃើញគាត់រួចទៅហើយព្រឹកបន្ទាប់អ្នកភូមិរៀបចំម្ហូបអាហារក្មេងៗរត់លេងដោយគ្មានអ្វីកើតឡើងមានតែណាន់ម្នាក់គត់ដែលនៅមានអារម្មណ៍ថារឿងកាលពីយប់មិញនៅតែតាមជាប់ពីក្រោយខ្នងគាត់មីងភីមឃើញមុខគាត់ក៏និយាយភ្លាមថាមើលមុខឯងបែបនេះប្រហែលជាឃើញហើយមែនទេណាន់ភាំងរួចសួរថាឃើញអ្វីមីងភីមតបវិញយ៉ាងខ្លីថាឃើញមនុស្សស្លាប់ដើរគាត់ប្រាប់ទៀតថាកាលពីយប់មិញគាត់ក៏ឃើញវាដើរទៅដល់ដើមពោធិ៍រួចក៏បាត់ស្រមោលទៅទាំងដែលជើងអូសនិងកផ្អៀងដោយការពីទើបស្លាប់ថ្មីតាមរយៈមីងភីមនិងដៃជគុណណាន់បានដឹងថាអ្នកដែលបានស្លាប់ឈ្មោះជ័យមិនមែនស្លាប់ដោយសារការធ្លាក់ភ្លឺស្រែទេប៉ុន្តែមានការឆ្លោះប្រកែកគ្នានិងមានគេវាយក្បាលគាត់អ្នកដែលមានរឿងជាមួយជ័យគឺជាអ្នកមានមុខមាត់ក្នុងភូមិដែលអ្នកភូមិខ្លាចវារឯងនោះគឺមេភូមិវេទយប់ទី3ដែលជាយប់ខ្លាំងបំផុតណានបានឃើញហេតុការណ៍រន្ធត់បន្ថែមទៀតខ្មោចជ័យមិនត្រឹមតែដើរជុំវិញវត្តទេប៉ុន្តែវាបានមកដល់ផ្ទះរបស់គាត់វាយកដៃស្អុយរលួយមកស្ទាបរបងផ្ទះនិងបន្សល់ទុកស្នាមដៃវែងគួរឲ្យខ្លាចណាន់ភ័យខ្លាំងណាស់ព្រោះផ្ទះរបស់គាត់នៅជាប់នឹងផ្ទះមេភូមិវេទខ្មោចជ័យប្រហែលជាច្រឡំផ្ទះឬកំពុងព្យាយាមស្វែងរកអ្នកដែលធ្វើឲ្យគាត់ស្លាប់ក្នុងយប់នោះណាន់និងម្ដាយត្រូវពួននៅក្នុងបន្ទប់ងងឹតពួកគេឮសំឡេងគោះទ្វារកុក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 3ដងយ៉ាងធ្ងន់និងសំឡេងអូសជើងនៅលើដំបូលផ្ទះខ្មោចជ័យបានមកដល់ក្នុងផ្ទះរបស់គាត់រួចខ្សឹបសួរតិចថានៅឯណាវាជាសំឡេងស្អកដែលព្យាយាមសួររកឃាតករខ្មោចជ័យបានរកឃើញគោលដៅពិតប្រាកដវាបានទៅឈរមុខផ្ទះមេភូមិវេទដែលកំពុងភ័យខ្លាចបានកាន់កបិតចេញមកស្រែកជេរបញ្ចោប៉ុន្តែនៅពេលឃើញរូបរាងដ៏រន្ធត់របស់ខ្មោចជ័យដែលបង្ហាញខ្លួនចំពីមុខគាត់ក៏បានដួលចុះនិងសារភាពទាំងទៅភ្នែកថាអញខុសហើយយប់នោះអញស្រវឹងហើយយើងឆ្លោះគ្នាអញគ្រាន់តែច្រានឯងដួលទៅបុកនឹងភ្លឺស្រែទេអញភ័យពេកក៏រត់ចោលឯងទៅអញសុំទោសបន្ទាប់ពីទទួលបានពាក្យសុំទោសនិងការសារភាពរូបរាងរបស់ខ្មោចជ័យក៏សសើរសន្សឹមរលាយទៅក្នុងភាពងងឹតហាក់ដូចជាវាបានសម្រេចបំណងនិងបានរំដោះខ្លួនចេញពីទុក្ខវេទនាហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅរឿងរ៉ាវខ្មោចខ្លីៗមួយនេះជួបគ្នាជាមួយ admin នៅវីដេអូបន្ទាប់អរគុណសម្រាប់ការទស្សនា